អ្នកទាំងអស់គ្នានេះគឺជាមេរៀនទី3មេរៀនភាសាក្រិកដែលមេរៀននេះគឺនិយាយអំពីសូរស្រៈនៅក្នុងភាសាក្រិកគឺមាន7 alpha epsilon eta iota omicron upsilon និង omega alpha មានសំឡេង a ដូចជាពាក្យ Allah Allah epsilon មានសំឡេង s ដូចជាពាក្យ Estio Estio eta មានសំឡេង e ដូចជាពាក្យ Heco Heco iota មានសំឡេង e ដូចជាពាក្យ Ichthus Ichthus omicron មានសំឡេង ដូចជាពាក្យ Onoma upsilon មានសំឡេង u ដូចជាពាក្យ Psuche Psuche omega មានសំឡេង o ដូចជាពាក្យ Choreo Choreo ហើយបន្តមកទៀតគឺមានស្រៈផ្សំនៅក្នុងភាសាក្រិកទាំងអស់គឺមាន7គូហើយស្រៈផ្សំគឺជាស្រៈ2បញ្ចូលគ្នាហើយបង្កើតជាសំឡេងស្រៈតែមួយឧទាហរណ៍ដូចជាពាក្យ alpha ជាមួយនឹង iota មានសំឡេង i ដែលស្រដៀងនឹងពាក្យភាសាអង់គ្លេសគឺយើងពាក្យនេះយើងអានថា isol ឬក៏ក្នុងឧទាហរណ៍ពាក្យ hyma isol hyma epsilon iota មានសំឡេង a ដូចពាក្យភាសាអង់គ្លេសពាក្យថា 8 ឬក៏ឧទាហរណ៍ភាសាក្រិកគឺ Amy Amy omicron ជាមួយនឹង iota មានសំឡេង oi ដូចជាក្នុងពាក្យអង់គ្លេសពាក្យ oil ឬក៏ក្នុងឧទាហរណ៍ពាក្យ oikos oikos upsilon iota មានសំឡេង ui ដូចពាក្យ suit ឬក៏ huios ui suit fios alpha ជាមួយនឹង upsilon មានសំឡេង ow ដូចពាក្យនៅក្នុងភាសាអង់គ្លេស sauerkraut ឬក៏ពាក្យក្រិកពាក្យនេះអានថា autos sauerkraut autos epsilon ជាមួយនឹង upsilon ឬក៏ eta ជាមួយនឹង upsilon គឺមានសំឡេង u ដូចជាពាក្យ few ឬក៏ក្នុងឧទាហរណ៍ pistuo pistuo omicron ជាមួយនឹង upsilon គឺមានសំឡេង u ដូចជាពាក្យ boutique ឬក៏ក្នុងឧទាហរណ៍ពាក្យ Jesus boutique Jesus ចំណែកឯស្រៈណាដែលនៅក្បែរគ្នាប៉ុន្តែមិនមែននៅក្នុងចំណោមស្រៈផ្សំទាំង7ខាងលើគឺយើងត្រូវអានផ្ដាច់ចេញពីគ្នាគឺយើងបើវាមិននៅក្នុងចំណោមស្រៈផ្សំទេគឺមិនអាចអានបញ្ចូលគ្នាបានទេឧទាហរណ៍នៅក្នុងពាក្យនេះជាដើមគឺយើងមើលឃើញថាគឺមានស្រៈផ្សំមួយគូនៅទីនេះគឺ oi ប៉ុន្តែ epsilon និង omega មិនមែនជាស្រៈផ្សំទេដូច្នេះយើងមិនអាចអានស្រៈទាំងពីរនេះបញ្ចូលគ្នាដូចជាស្រៈផ្សំឡើយដូច្នេះពាក្យនេះយើងអានថា poieo ប្រែថាខ្ញុំធ្វើហើយឧទាហរណ៍មួយទៀតពាក្យនេះគឺ alpha ហើយនិង omega មិនមែនជាស្រៈផ្សំទេដូច្នេះយើងត្រូវអានផ្ដាច់ពីគ្នាដូច្នេះពាក្យនេះអានថា horao ប្រែថាខ្ញុំឃើញក្នុងឧទាហរណ៍មួយទៀតពាក្យនេះគឺ iota និង omicron មិនមែនជាស្រៈផ្សំឡើយដូច្នេះយើងមិនអាចអានបញ្ចូលគ្នាទេប៉ុន្តែ omicron ហើយនិង upsilon គឺជាស្រៈផ្សំដែលអានថា u ដូច្នេះពាក្យនេះយើងអានថា eudas ប្រែថា eudas ហើយមួយទៀតនោះគឺយើងរៀនអំពី diuresis
គឺជាសញ្ញានេះសញ្ញាចុច2ដែលនៅខាងលើស្រៈគឺវាប្រើមកដើម្បីនឹងបំបែកស្រៈនេះចេញពីស្រៈផ្សំមានន័យថាបើសិនជាគ្មានសញ្ញាចុច2នៅខាងលើ iota នេះទេពីមុនគឺ alpha ជាមួយនឹង iota យើងមានសូរអានថា I ប៉ុន្តែពេលនេះយើងលេងអាន I ហើយយើងអានផ្ដាច់ iota ពី alpha ដូច្នេះពាក្យនេះមិនអានថា Esaias ទេប៉ុន្តែអានថា Esaias ប្រែថា Esaias ពាក្យនេះក៏អញ្ចឹងដែរគឺយើងអានថា Moses ប្រែថា Moses ហើយពាក្យនេះក៏មានdiaresis នៅលើ iota ដែរអញ្ចឹងយើងអត់អាន Archaias ទេយើងអានថា Archaias សូមអរគុណអ្នកទាំងអស់គ្នាមេរៀននេះគឺចប់ប៉ុណ្ណេះ